សូមជូនរឿងអាជ័យនិងអាសង្ហាដំណើរពីបុរសពីរនាក់ដែលរស់នៅក្នុងភូមិតូចមួយនៅក្បែរជើងភ្នំពួកគេគឺជាមិត្តសម្លាញ់នឹងគ្នាតាំងពីក្មេងៗមកម្ល៉េះបុរសទី1មានឈ្មោះថាអាសង្ហារីឯបុរសមួយទៀតមានឈ្មោះថាអាជ័យត្បិតតែពួកគេកំព្រាឪពុកម្ដាយក៏ពិតមែនក៏ប៉ុន្តែពួកគេពិតជាឧស្សាហ៍ព្យាយាមធ្វើការងារណាស់ទើបធ្វើឲ្យជីវភាពគ្រួសារពួកគេទាំងពីរមានសភាពគ្រាន់បើរៀងរាល់ថ្ងៃក្រោយពីបានបញ្ចប់ការងាររួចហើយអាជ័យនិងអាសង្ហាតែងតែនាំគ្នាទៅនិយាយគ្នាលេងពីរឿងនេះរឿងនោះនៅម្ដុំដើមឈើធំៗជាច្រើនដែលស្ថិតនៅជាប់ភូមិដែលគេរស់នៅថ្ងៃមួយពួកគេបានទៅក្រោមដើមឈើនោះដោយសោករដងតែម្ដងនេះពួកគេបានទៅចែករឿងរកប្រពន្ធម្ដងអាសង្ហាបានធ្វើការសាកសួរទៅមិត្តភ័ក្តិរបស់ខ្លួនថាណែសំឡាញ់គ្នានឹងឯងមិនស្គាល់គ្នាយូរណាស់មកហើយគឺតាំងពីតូចៗមកម្ល៉េះឥឡូវឯងនឹងយើងធំអស់ហើយអញ្ចឹងយើងគិតថាគួរតែឯងនឹងយើងទៅរកប្រពន្ធអ្នកមួយទៅហើយអាយុច្រើនហើយណាស្អីគេឯងចង់មកប្រពន្ធណាគ្នាដូចជាមិនតាន់ចង់មកប្រពន្ធសោះព្រោះគ្នាចង់នៅ single ឲ្យបានយូរបន្តិចណាណែអាជ័យគ្នានិយាយនេះព្រោះឃើញថាឯងឥឡូវនេះមកចាស់ជាងគ្នាណាស់វើយចឹងគ្នាណែនាំមកឯងល្អទេស្អីគេឯងថាយើងនឹងមកចាស់ជាងឯងមែនណែគ្នាប្រាប់ឯងឲ្យទៅមុខគ្នានេះគឺក្មេងជាងឯងច្រើនដងណាស់កុំចង់មកប្រវើយថាយើងមកចាស់អីណាតាមពិតមុខវាសោះចាំងទៅគ្នាមកចាស់ក៏បានតែយ៉ាងណាគ្នារីកសម្អាតជាងឯងឆ្ងាយណាស់វើយក៏មកប្រឯងហ្នឹងសង្ហាឈ្មោះទេតែការពិតគ្នាអ្នកទេដែលមានរាងសង្ហានោះពួកគេទាំងពីរបានជជែកគ្នាបណ្ដើរលេងសើចបណ្ដើរក្រោយមកសង្ហាក៏និយាយទាំងមុខមាំទៅកាន់មិត្តភក្តិខ្លួនថាណែអាជ័យគ្នានិយាយម្ដងទៀតឥឡូវគ្នាសួរឯងថាឯងព្រមទៅរកប្រពន្ធជាមួយនឹងគ្នាទេឯងនិយាយមែនតែនឬលេងសើចហ่าអាសង្ហាអញនិយាយមែនតែនតែគ្នាស្អីឯងគ្រាន់តែឲ្យយកប្រពន្ធសងធ្វើដូចគ្នានឹងហៅវាទៅបាញ់ចោលអញ្ចឹងអានេះវើយកុំនៅយូរពេកក្រែងឯងមកកូនមុំវិចារដូចឯងម្យ៉ាងទៀតឯងកុំភ្លេចសន្យាការសរស្បាយជាមួយគ្នាកាលនៅតូចនោះថាបើយើងយកប្រពន្ធគឺយកទាំងអស់គ្នាគឺមិនមានមុនក្រោយនោះទេឯងនៅចាំបានទេណាហើយទៅចោះគ្នាមិនភ្លេចសន្យានោះទេសម្លាញ់បើនិយាយការពិតទៅគ្នារៀងអាយុច្រើនបន្តិចមែនហើយចឹងយើងចេញទៅរកប្រពន្ធនៅថ្ងៃណាដែរហើយឯងគិតថាតើយើងគួរតែទៅរកប្រពន្ធនៅឯណាគឺយើងនឹងចេញទៅនៅថ្ងៃស្អែកនេះតែរឿងទៅរកឯណានោះគឺយើងមិនច្បាស់លាស់ទេគឺចេះតែដើរស្វែងរកសិនទៅបើជួបគូនៅណាយកនៅនងមកទៅកុំគិតច្រើនពេកស្អែកឡើងនៅថ្ងៃបន្ទាប់នេះពួកគេទាំងពីរនាក់ក៏បានចេញដំណើរដើម្បីស្វែងរកប្រពន្ធជាមួយគ្នាក្រោយពីពួកគេធ្វើដំណើរនិងស្វែងរកប្រពន្ធអស់រយៈពេល14ថ្ងៃមកនៅថ្ងៃបន្ទាប់ពួកគេក៏បានជួបនឹងនារីដ៏ស្រស់ស្អាតពីរនាក់ដែលជាមិត្តភក្តិនឹងគ្នានារីទាំងពីរនោះគឺរស់នៅក្នុងផ្ទះជាមួយគ្នាក៏ព្រោះតែពួកគេគឺជាកូនកំព្រាឪពុកម្ដាយដូចគ្នាហើយត្រូវលោកយាយម្នាក់យកមកចិញ្ចឹមបីបាច់ថែរក្សារហូតដល់នាងទាំងពីរពេញក្រមុំពេញរូបពេញរាងហើយលោកយាយម្នាក់នោះក៏បានស្លាប់ចោលបាត់ទៅនិយាយពីអាជ័យនិងអាសង្ហាវិញម្ដងក្រោយពីបានជួបនាងទាំងពីរនាក់នោះហើយក៏បាក់ចិត្តលងស្រឡាញ់នាងទាំងពីរជាខ្លាំងរហូតដល់ចង់សុំនាងទាំងពីរនាក់នោះរៀបការជាមួយនឹងខ្លួនណែអាជ័យ
គ្នាបានឃើញនារីទាំងពីរនាក់នោះគឺស្អាតស្អាតណាស់វើយហើយនាងក៏ជាកូនគព្រាដូចយើងដែរគ្នាគិតថាយើងទាំងពីរគួរតែសុំនាងនោះធ្វើជាប្រពន្ធយើងទៅឯងគិតមិនដែរវ៉ៃ ភ្នែកឯងគំនិតឯងមិនគិតដូចគ្នាម្លេះវ៉ៃតោះចឹងយើងគួរតែទៅសុំនាងរៀបការឥឡូវនេះតែម្ដងទៅបានកាន់តែឆាប់កាន់តែល្អវើយ ស្អីគេមុនដំបូងគ្នាបបួលវាមករកប្រពន្ធវានិយាយប្រាប់ឯងថាវាមិនទាន់ចង់មកប្រពន្ធទេតែដល់ពេលឥឡូវពេលវាបានជួបវាបែរជាទាគេចង់ការលឿនអីណា អានោះវាជារឿងអតីតកាលហើយមិនអាចយកវាមកនិយាយទេ ឯងនិយាយថាម៉េចរឿងអតីតកាលទើបកន្លងផុតបានប្រហែលថ្ងៃសោះហ្នឹងប្រហែលថ្ងៃនឹងហើយដែលគ្នាហៅវាថាជាអតីតកាលនោះណែកុំរវល់តែឆ្លោះគ្នាតោះចូលសួរនាងតែម្ដងទៅកុំនាំឲ្យខាតពេលយល់ ដល់អញ្ចឹងគ្នាមិនដឹងថាម៉េចទេបើឯងលឿនម្លឹងតោះកុំនៅជជែកគ្នាតទៀតអី ក្រោយពីពួកគេបានចូលទៅសួរនាងទាំងពីរនោះរួចហើយនាងទាំងពីរនាក់នោះក៏បានយល់ព្រមហើយរៀបការធ្វើជាប្តីប្រពន្ធនឹងគ្នារៀងខ្លួនទៅបន្ទាប់ពីបានធ្វើជាប្តីប្រពន្ធនឹងគ្នាហើយនៅថ្ងៃមួយអាជ័យបានប្របួរអាសង្ហាមកអង្គុយលេងនៅក្បែរដើមឈើធំដូចសពរាល់ដងអាសង្ហាបាននិយាយថា ជ័យគ្នាចង់សួរឯងរឿងមួយតើឯងមានបំណងចង់បានកូនប្រមាណនាក់ គ្នាចង់បានកូនតែម្នាក់ទេគឺគ្នាចង់បានកូនប្រុស អាជ័យឯងគិតដូចគ្នាម៉េះគ្នាចង់បានកូនតែម្នាក់ដែរតែគ្នាមិនចង់បានកូនប្រុសទេគឺគ្នាចង់បានកូនស្រីវិញ សង្ហាឥឡូវគ្នាមានរឿងមួយចង់ប្រាប់ឯង ឯងមានរឿងអីទៅសម្លាញ់ សង្ហាគ្នាគឺចង់ទៅទីក្រុងរយៈពេល7ឆ្នាំគឺដើម្បីទៅធ្វើការងារមួយចំនួនគ្នាសន្យាថា7ឆ្នាំក្រោយគ្នានឹងមកជួបឯងចាស់ជាមិនខានគ្នាលាសិនហើយណាក្រោយពីបាននិយាយលាសង្ហាដែលជាមិត្តភក្តិហើយជ័យក៏បានចាក់ចេញទៅពេលវេលាចេះតែកន្លងផុតទៅមិនយូរប៉ុន្មានក៏ផុតរយៈពេល7ឆ្នាំនិយាយពីសង្ហាវិញគេបានកូនស្រីម្នាក់ហើយជ័យក៏បានកូនប្រុសម្នាក់ដែរដល់ថ្ងៃសន្យាជ័យក៏បាននាំប្រពន្ធកូនមកស្រុកកំណើតវិញពេលមកដល់ពួកគេបាននិយាយទាំងសប្បាយចិត្តដាក់គ្នាថាសួស្តីសង្ហាគ្នាមកពីទីក្រុងវិញហើយ ជ័យឯងមកវិញហើយគ្នាពិតជាសប្បាយចិត្តណាស់ពេលឃើញឯងមកវិញបែបនេះ គ្នាក៏សប្បាយចិត្តណាស់ដែរហើយនេះជាកូនស្រីរបស់ឯងមែនហ្នឹងមុខស្អាតណាស់ដូចម្ដាយវាអញ្ចឹង ជាកូនស្រីរបស់គ្នាតើណែឯងក៏មានកូនប្រុសម្នាក់ដែរនេះមុខដូចឯងអញ្ចឹងអញថាចាស់មែនណែនិយាយចឹងកូនប្រុសឯងនឹងឈ្មោះអីគេ កូនប្រុសគ្នាហ្នឹងមានឈ្មោះថាចៅប៉ែត ស្អីគេហើយមិនក៏ដាក់ឈ្មោះកូនចៅប៉ែតអញ្ចឹង គ្មានម៉េចហើយកូនស្រីឯងឈ្មោះអីអញ្ចឹងចុះ កូនស្រីគ្នានឹងមានឈ្មោះថាខុនបរោះ វាមិនដែរទេ បន្ទាប់ពីបានជជែកគ្នាលេងសើចរួចហើយពួកគេក៏ដើរចូលផ្ទះជាមួយគ្នាទៅក្រោយមកពួកគេក៏បានរស់នៅជិតជាមួយគ្នារហូតតរៀងទៅចប់